សម្រាប់អ្នកគ្នាដែលប្រើ iPhone ដំបូងអត់ចេះចាក់លេខកូដមកមើលជាមួយខ្ញុំទាំងអស់គ្នាសម្រាប់អ្នកចេះហើយអូនរំលងបានដំបូងយើងចូលមកកាន់ setting មកហើយ scroll ចូលមកក្រោមរកពាក្យថា touch ID and passcode រួចហើយចុចពាក្យ turn passcode on រួចហើយយើងកំណត់ដូចថាយើងចង់បាន4ខ្ទង់យើងចុចកន្លែង passcode option រួចហើយយើងជ្រើសរើសយក4ខ្ទង់សម្រាប់កណ្ដាលនិងលើអាហ្នឹងយើងដាក់បានចាប់ពី8ខ្ទង់ទៅអញ្ចឹងយើងជ្រើសរើសលេខ4ខ្ទង់មកហើយយើងដាក់លេខកូដដែលយើងចង់ដាក់មកហើយតនេះយើងយក use anyway យើងកំណត់ទៅមុខដើម្បីយើងចាក់លេខកូដមកតង់ទៀតឲ្យដូចគ្នាដែលយើងចាក់ដំបូងនឹងមកប៉ុណ្ណឹងហើយយើងបើសិនជាលោតបែបនេះយើងមិនបាច់វាយលេខកូដ Apple ID យើងទេយើងចុច cancel មកសម្រាប់តែយកមាន Apple ID វាអត់លោតតែអញ្ចឹងឲ្យទេហើយប៉ុណ្ណឹងមកឲ្យទៅនេះវាចេញ off មកនឹងជាប់ហើយនេះចាក់ចឹងមកវាបើកវិញមកគឺវានឹងជាប់ហើយអញ្ចឹងអ្នកគ្នាទៅកាត់ដោះមកបានហើយរបៀបដោះវិញនោះអ្នកគ្នាគ្រាន់តែចូលមកកាន់ setting វិញដែរមកយើងទៅកាត់ដោះ password វិញណាហើយ scroll ចូលមកក្រោមមកពាក្យដែរមក touch ID passcode នឹងវាយលេខកូដយើងមកតង់ទៅមកលេខកូដដែលយើងចាក់ហ្នឹងហើយយើងជ្រើសរើសកន្លែង turn passcode off យើងវាយលេខកូដដែលយើងបានចាក់មកតង់ហ្នឹងមកនឹងធ្វើការដោះបានហើយនេះចាំតិចទេនេះឲ្យលោតចេញ on វិញមកគឺលេខកូដយើងគឺបានដោះវិញហើយតែគឺមានតែប៉ុណ្ណឹងទេសម្រាប់អ្នកគ្នាចង់បានវីដេអូផ្សេងៗកុំភ្លេច follow ដើម្បីតាមដានវីដេអូថ្មីៗ